បាទបងប្អូនពីណាខ្លះដែលចេះភាសាអង់គ្លេសហើយពេលដែលនិយាយជាមួយបរទេសហើយនិយាយអត់ចេញបាទតើបងប្អូនទាំងអស់គ្នាស្ដាប់ចម្លើយលោកគ្រូបាទដល់សម្រាប់បងប្អូនទាំងអស់គ្នាទើបតែទស្សនាវីដេអូរបស់លោកគ្រូបាទកុំភ្លេចចុចជាឬក៏ចុច Subscribe បាទចុច Like បាទដើម្បីតាមដានវីដេអូថ្មីៗជារៀងរាល់ថ្ងៃអូខេហើយបញ្ហា the problem ដែលបងប្អូនទាំងអស់គ្នាកំពុងតែជួបបញ្ហាបាទចេះអង់គ្លេសដែរបាទប៉ុន្តែពេលដែលនិយាយជាមួយគេនិយាយអត់ចេញបាទអញ្ចឹងអាចចំណុចនេះគឺដែលធ្វើឲ្យបងប្អូនខ្លះគាត់បាក់ទឹកចិត្តបាទបាក់ទឹកចិត្តរហូតលែងរៀនភាសាអង់គ្លេសបាទរៀនយូរដែរប៉ុន្តែហាក់ដូចជានិយាយអត់ចេញអញ្ចឹងបាទនិយាយអត់ចេញគាត់និយាយអត់ចេញបាទអញ្ចឹងបងប្អូនទាំងគ្នាកុំតូនអាអស់សង្ឃឹមបងប្អូនទាំងគ្នាស្ដាប់លោកគ្រូសិនបាទដើម្បីយើងអាចចេះនិយាយជាមួយបរទេសនិយាយតបគេបានអញ្ចឹងបងប្អូនទាំងគ្នាត្រូវធ្វើរឿងទី1បាទគឺបងប្អូនទាំងគ្នាត្រូវស្ដាប់បាទស្ដាប់នេះគឺជាជាសំឡេងសូរស័ព្ទចូលទៅក្នុងត្រចៀករបស់យើងដែលធ្វើឲ្យយើងចងចាំនៅក្នុងខួរក្បាលបាទកាលណាយើងចងចាំហើយពេលយើងនិយាយមកគឺអត់គិតទេបងប្អូនអត់គិតសិនទេនិយាយទៅគឺរូតំណងបាទដូចស្អីយើងស្ដាប់ចាំបាទចំណុចទី1ស្ដាប់បងប្អូនណាបាទចំណុចទី2គឺបងប្អូនទាំងគ្នាត្រូវអនុវត្តនឹងម៉េចបងប្អូនទាំងគ្នាខ្លះទៀតក៏ឆ្ងល់ណាសំណគ្រូអនុវត្តនឹងអនុវត្តយ៉ាងម៉េចបាទអនុវត្តយ៉ាងម៉េចការអនុវត្តនេះបងប្អូនយើងអាចធ្វើបានគ្រប់ទីកន្លែងបាទធ្វើបានគ្រប់ទីកន្លែងមិនចាំបាច់ថាទោះតែមានមិត្តភ័ក្តិទោះតែមាន friend ក្នុង Facebook talk each other បងប្អូនអរគ្នាព្រោះថ្ងៃនេះគឺសម័យបច្ចេកវិទ្យាដើរលឿនណាស់អញ្ចឹងបងប្អូនអរគ្នាអាចអនុវត្តរៀននិយាយតាម AI បាទ AI វាអាចជួយឲ្យបងប្អូនទាំងអស់គ្នានេះថាតាមវាបានស្ដាប់វាបានអញ្ចឹងវានឹងនិយាយជាមួយយើងបងប្អូនទាំងអស់គ្នានិយាយជាមួយវានិយាយជាមួយយើងអញ្ចឹងវាដឹងអារម្មណ៍របស់យើងនិយាយបាទវាដឹងអារម្មណ៍បងប្អូន AI វាមានច្រើនណាស់បងប្អូនដូចជា ChatGPT Gemini បាទគឺមានច្រើនមែនតើដែលបងប្អូនទាំងគ្នាគួរតែអនុវត្តជាមួយវាបានច្រើនអនុវត្តជាមួយវាបានច្រើនរៀននិយាយបងប្អូន Don't be afraid of making mistake កុំខ្លាចខុសបាទកុំខ្លាចខុសនៅពេលណាដែលបងប្អូនទាំងអស់គ្នាខ្លាចខុសអញ្ចឹងវាធ្វើឲ្យបងប្អូនទាំងអស់គ្នានេះគឺភ័យមិនហ៊ាននិយាយបាទមិនហ៊ាននិយាយខ្ញុំលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាឲ្យបងប្អូនទាំងអស់គ្នាក្លាហានឡើងរៀននិយាយខុសវាជារឿងមួយវាមិនមែនភាសាកំណត់យើងទេបងប្អូនណាបាទវាមិនមែនជាភាសាកំណត់យើងទេគឺខុសវាគ្មាននរណាត្រូវ 100% បងប្អូនណាបាទគ្មាននរណាត្រូវ 100% ទេវាមានខុសខ្លះត្រូវខ្លះប៉ុន្តែខុសគឺត្រូវកែបាទបើសិនខុសហើយមិនកែអញ្ចឹងបងប្អូនទាំងគ្នានឹងខុសរហូតបាទនឹងខុសរហូតតំណងប៉ុន្តែខុសហើយកែអញ្ចឹងណាបាទយើងមិនមែនថាខុសហើយនៅមិនកែទេបាទកុំខ្លាចខុសបងប្អូនបាទភាសាគ្មាននរណាត្រូវ 100% ទេសូម្បីតែអ្នកនៅបរទេសក៏ពេលខ្លះក៏និយាយអង់គ្លេសអត់ត្រូវដូចគ្នាណាបានជនជាតិបរទេសខ្លះក៏វាមិនមែនគិតទេរឿងវិទ្យាករអីទេបងប្អូន
សំខាន់និយាយគឺយល់ពីគ្នាបាទពេលដែលយើងនិយាយអង់គ្លេសគឺយើងនិយាយទៅយល់ពីគ្នាមិនមែនថាអូទាល់តែចេះច្រើនវិជ្ជាករនិយាយត្រូវអត់ទេសំខាន់គឺនិយាយយល់ពីគ្នាបានបាទនេះគឺដែលចំណុចនេះដែលធ្វើឲ្យបងប្អូនទាំងអស់គ្នាមិនដែលអនុវត្តបាទរៀនក៏មិនដែលអនុវត្តបាទមិនដែលស្ដាប់ពីមុនយើងថាអូរៀនអង់គ្លេសគឺយើងនិយាយម្នាក់ឯងដូចមនុស្សឈួតអញ្ចឹងណាឬក៏និយាយជាមួយនឹងកញ្ចក់ណានិយាយជាមួយនឹងកញ្ចក់ដើម្បីមើលខ្លួនឯងជួនកាលបងប្អូនទាំងនេះអាចថតសំឡេងខ្លួនឯងបាទថតសំឡេងខ្លួនឯងមើលអញ្ចឹងបាទថតសំឡេងខ្លួនឯងហើយបងប្អូនទាំងនេះស្ដាប់ហើយមើលបាទថតហើយមើលអញ្ចឹងតែធ្វើឲ្យបងប្អូនទាំងនេះមានទំនុកចិត្តបាទប៉ុន្តែបងប្អូនទាំងអស់នេះមានទំនុកចិត្តខ្លួនឯងគឺធ្វើឲ្យយើងមានទឹកចិត្តចង់រៀនភាសាអង់គ្លេសតទៀតបាទមានទឹកចិត្តចង់រៀនភាសាអង់គ្លេសបន្តទៀតបាទនេះគឺវីដេអូនេះគឺលោកគ្រូសង្ឃឹមថាវាជាមួយផ្នែកសម្រាប់ជួយដល់បងប្អូនទាំងគ្នាបាទជួយដល់បងប្អូនទាំងគ្នាដែលចង់ចេះភាសាអង់គ្លេសហើយមួយទៀតបើសិនជាបងប្អូនទាំងគ្នាចង់បានទៅភាសាអង់គ្លេសយកទៅរៀននៅខ្លួនឯងបាទគ្រាសន្ទនាប្រើប្រាស់ប្រចាំថ្ងៃចង្កូមពាក្យប្រើប្រាស់អញ្ចឹងបងប្អូនទាំងគ្នាយកទៅរៀននៅខ្លួនឯងបន្ថែមបាទមិនមែនថាមិនអោយរៀនសាលាទេប៉ុន្តែយើងស្រាវជ្រាវឯកសារថ្មីផ្សេងទៀតបាទដើម្បីបង្កើននៅចំណេះដឹងជំនាញរបស់យើងបាទពេលខ្លះយើងរៀនយើងមិនដឹងថាទិសដៅគោលត្រូវនឹងយ៉ាងម៉េចអញ្ចឹងយើងអត់យល់អញ្ចឹងយើងស្រាវជ្រាវបន្ថែមបងប្អូនបាទ